បងប្អូនថ្ងៃអាទិត្យនេះខ្ញុំដើរមកហាត់ប្រាណនៅវត្តសន្និវ័នហៅវត្តពុទ្ធមណ្ឌលណាបងប្អូនចាឥឡូវវត្តយើងនឹងមានឡានអគ្គិសនីសម្រាប់ជូនបងប្អូនធ្វើដំណើរជុំវិញទស្សនាវត្តពុទ្ធមណ្ឌលហ្នឹងណាបងប្អូនចាហើយនេះគឺជាបងប្អូនយើងដែលគាត់មកទស្សនានេះនឹងខ្ញុំបញ្ជាក់នេះជាផែនទីនៅក្នុងវត្តពុទ្ធមណ្ឌលរបស់យើងផែនទីទៅកាន់កន្លែងកំសាន្តនីមួយៗចាំមានផែនទីទៅស្រះត្រីផែនទីវិបស្សនាជុំវិញផែនទីសម្រាប់យើងទៅកាន់ប្រាសាទកែវនៅកណ្ដាលទឹកណាបងប្អូនដែលតម្កល់កេសាព្រះពុទ្ធចានេះប្រាសាទកណ្ដាលទឹកតម្កល់កេសាព្រះពុទ្ធ